វត្តមានកាំភ្លើងធំក្នុងព្រះនគរក្រុងកម្ពុជាបើលោកអ្នកនាងធ្វើដំណើរចូលទៅទស្សនាសារមន្ទីរជាតិក្រុងភ្នំពេញនៅត្រង់ថែវទិសពាយ័ព្យនៃសារមន្ទីរជាតិនោះលោកអ្នកនាងនឹងប្រទះភ្នែកឃើញនៅពិពិធភណ្ឌសិល្បៈខ្មែរនៃក្រោយសម័យអង្គរប្លែកៗជាច្រើនអនេកសំណល់កាំភ្លើងធំដែលជាអតីតយុទ្ធភណ្ឌដ៏វិសេសវិសាលសម្រាប់ការការពារព្រះនគរក៏ត្រូវបានគេដាក់តាំងបង្ហាញនៅទីនោះផងដែរនៅក្នុងប្រវត្តិសាស្ត្រពិភពលោកការប្រើប្រាស់កាំភ្លើងធំនៅក្នុងសមរភូមិដំបូងត្រូវបានគេកត់ត្រាទុកថាបានកើតមានឡើងនៅលើផែនដីនៃរាជអាណាចក្រក្រុងចិននាសតវត្សទី12នៃគ្រិស្តសករាជពោលគឺនៅឆ្នាំ1132ក្នុងពេលដែលមេទ័ពមហាសុងឈ្មោះហានស៊ីចុងលើកទ័ពទៅវាយដណ្ដើមយកខេត្តហ្វូជៀនដែលស្ថិតនៅទល់មុខនឹងកោះតៃវ៉ាន់សព្វថ្ងៃតាមរយៈឯកសារព្រះរាជពង្សាវតារខ្មែរកាំភ្លើងធំត្រូវបានអស់លោកអ្នកប្រាជ្ញកត់ត្រាទុកថាមានវត្តមាននៅក្នុងព្រះនគរក្រុងកម្ពុជាចាប់តាំងពីរជ្ជកាលនៃព្រះបាទលំពង់រាជារាមាធិបតីក្នុងសតវត្សទី14មកម្លេះនៅចន្លោះព្រះគ្រិស្តសករាជ1351ដល់គ្រិស្តសករាជ1353ព្រះចៅអូថងឬព្រះចៅរាមាធិបតីទី1ដែលជាបឋមក្សត្រនៃរាជអាណាចក្រនគរក្រុងស្រីអយុធ្យាបានលើកទ័ពមកវាយលុកផែនដីក្រុងយសោធបុរៈដែលកំពុងតែថ្កុំថ្កើងនិងគ្រងរាជសម្បត្តិដោយព្រះបាទសម្ដេចព្រះលំពង់រាជារាមាធិបតីនៅពេលដែលក្បួនទ័ពរបស់សៀមបានមកដល់ក្បែរព្រះនគររបស់ខ្មែរហើយព្រះរាមាសូរដែលជាព្រះរាជបុត្រាច្បងរបស់ព្រះចៅអូថងនិងក៏ជាអ្នកដឹកនាំក្បួនទ័ពផងនោះបានបញ្ជាឲ្យគេលើកបន្ទាយសាងប៉មឲ្យបានខ្ពស់ស្មើនឹងកំពែងព្រះនគរហើយអស់កាំភ្លើងធំបែរក្បាលកណ្តុងដាក់តម្រង់ចំក្រុងនគរធំដើម្បីជាការឆ្លើយតបទៅនឹងក្បួនសឹកនេះព្រះបាទលំពង់រាជារាមាធិបតីស្ដេចក៏បានចេញព្រះរាជបញ្ជាឲ្យកងទ័ពខ្មែរអស់កាំភ្លើងធំឡើងលើកំពែងក្រុងនិងតម្រង់ក្បាលកណ្តុងឆ្ពោះទៅរករាជសត្រូវដើម្បីត្រៀមបាញ់រំលំប៉មទាំងនោះកុំឲ្យកងទ័ពសៀមបាញ់បានមកមុនវត្តមាននៃកាំភ្លើងធំទាំងនេះទំនងត្រូវបានព្រះនគរក្រុងកម្ពុជាទិញចូលពីព្រះនគរក្រុងចិនពីព្រោះនៅមុនពេលដែលព្រឹត្តិការណ៍សង្គ្រាមរវាងកម្ពុជានិងសៀមនេះបន្តិចគេឃើញមានកំណត់ត្រានិយាយអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះនគរក្រុងកម្ពុជានិងរាជការក្រុងចិនចំណែកឯកាំភ្លើងធំទាំងឡាយដែលមានតម្កល់ទុកនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញសុទ្ធសឹងតែជាប្រភេទកាំភ្លើងដែលបានផលិតឡើងតាំងតែពីសតវត្សទី15មកបើយើងព្យាយាមពិនិត្យមើលឲ្យបានស៊ីជម្រៅនោះយើងនឹងបានឃើញនៅចរិតជាអក្សរខ្មែរបុរាណដោយអន្លើខ្លះៗដែលមានចារនៅលើផ្ទៃនៃកាំភ្លើងចំពោះរាល់កាំភ្លើងធំដែលមានចរិតជាអក្សរខ្មែរបុរាណទាំងនោះមកទល់នឹងពេលនេះក៏អ្នកប្រវត្តិវិទូខ្មែរភាគច្រើននៅតែមានមន្ទិលសង្ស័យជាដដែលថាតើវត្តមានកាំភ្លើងធំដែលយើងបានរកឃើញទាំងនោះផលិតដោយបុព្វបុរសដូនតាខ្មែរឬក៏ជាប្រភេទកាំភ្លើងធំដែលនាំចូលមកពីបរទេសនោះទេត្បិតថាទីតាំងនៃការផលិតកាំភ្លើងធំទាំងនោះនៅតែមិនទាន់បានសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅនិងរុករកឃើញនៅឡើយយើងខ្ញុំដែលជាអភិបាលគេហទំព័រ Colorized and Old Photo of Cambodia សូមអរគុណជាអនេកចំពោះការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់និងក៏សូមជម្រាបផងដែរថាខាងយើងក៏មានដាក់លោកផងដែរនៅសៀវភៅប្រឡោមលោកប្រឌិតបែបប្រវត្តិសាស្ត្រមួយចំណងជើងដែលមានចំណងជើងថារឿងអាំងទាន់វុទ្ធវ័ងសូមអរគុណសូមគោរពលា